ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយអ្នកគ្រូនៅក្នុងថ្នាក់ភាសាអង់គ្លេសកម្រិត4ចាថ្ងៃនេះផងដែរអ្នកគ្រូនឹងមានមេរៀនមួយដែលដកស្រង់ចេញពី Unit 5 Our World Lesson C World Geography ចាដែលយើងផ្ដោតទៅលើ vocabulary geographical feature ចាស្ដៅទៅលើជាភាសាខ្មែរលក្ខណៈភូមិសាស្ត្រអញ្ចឹងចូលដឹងថាតើលក្ខណៈភូមិសាស្ត្រនៅជុំវិញពិភពលោកមានអ្វីខ្លះហើយមានលក្ខណៈពិសេសអ្វីខ្លះយើងនឹងមើលជាមួយអ្នកគ្រូចាហើយមុននឹងចូលទៅដល់តកតងជាមួយនឹងការបញ្យល់ពាក្យហើយនឹងបង្ហាញរូបភាពអ្នកគ្រូចង់រំលឹកកូនទាំងអស់គ្នាចាយើងដឹងហើយថាភពផែនដីរបស់យើងគឺព្រះអង្គគឺជាស្នាដៃរបស់ព្រះអង្គបានបង្កើតមកហើយវាពិតជាមានលក្ខណៈអស្ចារ្យមែនទែនដែលយើងមើលតាមរយៈរូបភាពទៅគឺយើងពិតជាកោតស្ញប់ស្ញែងទៅលើអ្វីដែលព្រះអង្គបានបង្កើតអញ្ចឹងយើងសង្កេតឃើញថាគ្រប់ការទាំងអស់ដែលព្រះអង្គបានបង្កើតសុទ្ធតែល្អចាអញ្ចឹងចង់ឲ្យបងប្អូនទាំងអស់គ្នាបានមើលរូបភាពហើយចាដូចជាកន្លែងខ្លះដូចជាតកតងជាមួយនឹងព្រៃឈើតែយើងត្រូវមានទូនីតិអីក្នុងការជួយថែរក្សាអ្វីដែលព្រះអង្គដែលអ្វីដែលជាស្នាដៃរបស់ព្រះអង្គបានគង់វង្សចាអញ្ចឹងយើងមកមើលពាក្យហើយនឹងអ្នកគ្រូនឹងបកប្រែជាមួយគ្នាផងដែរចាអញ្ចឹងជាដំបូងអ្នកគ្រូសូមអានពាក្យជាមួយសិនណាអូខេ number 1 desert desert ចាសូមអានម្ដងទៀត desert ចា number 2 island island ម្ដងទៀតចា island number 3 lake lake ចាម្ដងទៀត lake ចា number 4 ocean ocean Number 5, rainforest. Rainforest. Number 6, river. River. Number 7, valley. Valley. Number 8, waterfall. Waterfall. ចាតោះឥឡូវយើងមើលពីការបកប្រែនៅមើលរូបភាពទាំងអស់គ្នាណាចឹង desert ចាបកថាវាខ្សាច់កូនមើលឃើញរូបភាពដូចគ្នាដែរចាគឺមានឃើញរូបមានឃើញវាខ្សាច់ដ៏ធំល្វឹងល្វើយណាទីយើងនឹងដឹងថាវាខ្សាច់នៅណាចាអ្នកពូដកស្រង់ពីមកពីណាចា number 2 island ចាបកថាកោះហ្នឹងគឺសំដៅទៅលើកោះដែលមាននៅលើផ្ទៃសមុទ្រចាអញ្ចឹងដូចជាយើងធ្លាប់ទៅលេងកោះកំសាយយើងឃើញអត់មានកោះមួយនៅក្នុងសមុទ្រដែលមានទឹកសមុទ្រជុំវិញហ្នឹងគេហៅកោះចាចូលទៅដល់ number 3 lake ចាដែលលើបឹងដ៏ធំល្វឹងល្វើយនៅក្នុងប្រទេសកម្ពុជារបស់យើងមានបឹងអត់ចាគឺមានច្រើនណាស់ចាចូលដល់ number 4 ocean សំដៅទៅលើមហាសមុទ្រចាមិនសមុទ្រតែមួយទេគឺមហាសមុទ្រមានថាច្រើនហើយធំចាចូលដល់ number 5 rainforest សំដៅទៅលើបណ្ដុំនៃព្រៃឈើឬក៏ព្រៃឈើ number 6 river បើថាទន្លេដែលយើងឃើញមានរូបនៅលើនេះក៏បានបិទហើយគឺសំដៅលើរូបទន្លេនៅក្នុងតំបន់មួយទីយើងដឹង number 7 valley ជ្រលងភ្នំណាជ្រលងភ្នំ 8 waterfall ណាទឹកជ្រោះចាទឹកជ្រោះចាអញ្ចឹងបន្ទាប់ពីយើងស្គាល់ពាក្យទាំងអស់នេះហើយដែលគាត់នឹងយកពាក្យទាំងអស់នេះមកបង្កើតជាល្បះឬក៏ជាប្រយោគដែលមានអត្ថន័យមួយហើយប្រយោគទាំងអស់នេះគឺសឹងចេញជាដកស្រង់ចេញពីមេរបស់យើងហើយជាប្រយោគមួយដែលដកស្រង់ចេញពីមានពិតប្រកបនៅលើផែនដីនេះណាដូចជាអ្នកគ្រូសុំអានឲ្យបងប្អូនទាំងអស់គ្នាស្ដាប់បន្តមកយើងនឹងស្ដាប់ original sound របស់យើងនៅក្នុងមេរៀនរបស់យើងណាចឹង number 1 the largest desert in Asia is the Gobi Desert. The Gobi Desert. Number 2, there are about 17,000 islands in Indonesia. Number 5, Siberia Lake Baikal is the world's deepest lake. Number 4, the Indian Oceans cover 20% of the Earth's surface. Number 5, rainforests cover almost 75% of Brunei. Number 6, China Yangtze River is the largest river in Asia. Number 7, Langtang's Valley is one of the prettiest valleys in Nepal. Number 8, the highest waterfall in India is Changford. ចឹងយើងមួយការបកប្រែជាអត្ថន័យជាភាសាខ្មែរជាមួយនឹងពួកទាំងអស់គ្នាណា The largest desert in Asia in Gobi Desert មានន័យថាវាខ្សាច់ដែលធំជាងគេនៅទ្វីបអាស៊ីគឺមានឈ្មោះថាចាវាខ្សាច់ដែលធំជាង The largest មានថាដែលធំជាងគេចា in Asia នៅក្នុងទ្វីបអាស៊ី is Gobi Desert ចាវាខ្សាច់ Gobi ចាលេខ2 there are 17,000 islands in Indonesia មានថាមានកោះរហូតដល់ទៅចា17,000 កោះនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាមានកោះច្រើនមែនទេណា Number 3 Siberia Lake Baikal is the world's deepest lake ចាអញ្ចឹងបឹងដែលមានជម្រៅជ្រៅជាងគេនៅជុំវិញពិភពលោកគឺ Siberia Lake Baikal ដែរ
total number 4 ចា The Indian Oceans cover 20% of the Earth's surface មានថាប្រទេសមហាសមុទ្រឥណ្ឌាគឺគ្របដណ្ដប់ស្ទើរតែមិនស្ទើរតែគ្របដណ្ដប់ 20% នៃផ្ទៃដីនៃផ្ទៃផែនដីចាអញ្ចឹងមានថាផែនដីយើងទាំងមូលគឺមានមហាសមុទ្រឥណ្ឌាច្រើនមានធំគ្របដណ្ដប់លើផ្ទៃផែនដីណាចា Number 5 rainforest cover almost 25% of Brunei មានថានៅក្នុងប្រទេស Brunei គឺមានចាគ្របដណ្ដប់ដោយព្រៃឈើរហូតដល់ទៅ 75% Number 6 China Yangtze River ចា is the longest river in Asia អញ្ចឹងទន្លេមួយដែលវែងជាងគេគឺមានឈ្មោះថា Yangtze នៅក្នុងប្រទេសចិនណាមានវែងជាងគេចាទន្លេដែលមានឈ្មោះថា Yangtze គឺជាទន្លេដែលវែងជាងគេនៅក្នុងប្រទេសចិននៃតំបន់ភូមិភាគអាស៊ីចា Number 7 Langtang Valley is the one of the prettiest valley in Nepal ចាអញ្ចឹងចន្លងភ្នំដែលស្អាតជាងគេណា the prettiest ស្អាតជាងគេឈ្មោះថា Langtang នៅប្រទេស Nepal ឬក៏ Nepal ណាជាភាសាខ្មែរយើងហៅថា Nepal ចា Number 8 the highest waterfall in India is Changfall ចាអញ្ចឹងទឹកជ្រោះដែលមានកម្ពស់ខ្ពស់ជាងគេគឺមានឈ្មោះថា Changfall អញ្ចឹងយើងមើលតាមរូបភាពណា The largest desert គឺសំដៅទៅលើ the largest desert រូបភាពមួយនេះណាទី2 there are about 17 island គឺសំដៅលើរូបទី2ដូចគ្នាចាគឺកោះច្រើនណានៅក្នុងប្រទេសឥណ្ឌូនេស៊ីទី3គឺសំដៅទៅលើចាទន្លេដែលជ្រៅជាងគេណាគឺរូបភាពទន្លេមួយនេះ Number 4 មហាសមុទ្រឥណ្ឌាចាគឺរូបទី4ទី5ការព្រៃឈើចាគឺរូបទី5ណាទី6ណាតើតើមួយរូបទន្លេនៅយ៉ាងស៊ីប្រទេសចិនគឺរូបនេះហើយទី7ចាចន្លងដែលស្អាតនៅក្នុងប្រទេសនេប៉ាល់មានរូបភាពបែបនេះណាចុងក្រោយណាចន្លងសំទោសទឹកជ្រោះដែលខ្ពស់ជាងគេចានៅប្រទេសឥណ្ឌាគឺចាទឹកជ្រោះមួយនេះចាមានរូបរាងខ្ពស់បែបនេះណាចាឥឡូវយើងមកស្ដាប់សំឡេង original sound នៃឧទាហរណ៍របស់យើងនៅក្នុងមេរៀនចាអ្នកគួរនឹងចាក់សំឡេងឲ្យស្ដាប់បន្ទាប់មកយើងនឹងរៀនអានតាមណា World Geography Page 48 Exercise 1 Vocabulary Geographical features 1. Sea. Siberia's Lake Baikal is the world's deepest lake. C ណា Lake. ចា lake 2. D. The Indian Ocean covers 20% of the Earth's surface. នៃមេរៀនរបស់យើងណា Ocean. oceans 3. A. The largest desert in Asia is the Gobi Desert. ចា go Desert. ទី1ណា 4. G. Langtang Valley is one of the prettiest valleys in Nepal. Valley. 5. B. There are about 17,000 islands in Indonesia. Island. 6. F. China's Yangtze River is the longest river in Asia. River. river 7. H. The highest waterfall in India is Jog Falls. jog fall Waterfall. waterfall ចឹងយើងអានពាក្យ 8. ចាពិបាក E តាមគេ Rainforests cover almost 75% of Brunei. Rainforest. ចាគុំច្រើនយើងអានពាក្យពិបាករបស់យើងជាមួយគ្នាត desert islands oceans lake rainforest river valley waterfall ឬក៏ waterfall ចឹងនេះក៏មានមេរៀនតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមានចម្ងល់បន្ថែមទៅជាមួយនឹងពាក្យពិបាកឬក៏ប្រទេសផ្សេងៗសូមបានជួបលោកគ្រូហើយសូមបន្ថែមចា៎សង្ឃឹមថាមេរៀននេះនឹងជួយកូនបានស្គាល់អំពីពិភពលោកខាងក្រៅហើយយើងអាចទៅស្រាវជ្រាវរកព័ត៌មានផ្សេងៗទៅជាមួយនឹងតំបន់នីមួយៗនៅតាមប្រព័ន្ធអ៊ីនធឺណិតបានចា៎អញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ថ្ងៃនេះចា៎សូមព្រះប្រទានពរ